ជំរាបសួរអស់លោកស្រីនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីបាទនេះគឺជាតំបន់ភ្នំវល្លិដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមដែលជាមូលដ្ឋានមួយដ៏រឹងមាំរបស់ពួកខ្មែរក្រហមហើយក៏មានការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងទ័ពសម័យរដ្ឋកម្ពុជាផងដែរក៏ប៉ុន្តែបច្ចុប្បន្នបន្ទាប់ពីធ្វើសមាហរណកម្មបាទរួមបញ្ចូលគ្នារវាងតករាជរដ្ឋាភិបាលនិងតបខ្មែរក្រហមលើតំបន់ភ្នំវល្លិនេះបាទคล้ายទៅជាទស្សនវិជ្ជាមួយដ៏ស្រស់ស្អាតដែលពីមុនប្រកបទៅដោយគេថាក្របមីនក្របបែកដែលប្រកបទៅតាមផ្លូវតែឥឡូវមិនដូច្នោះទេគឺមានការអភិវឌ្ឍហើយនឹងមានការដាំដុះបានដំណាំយ៉ាងច្រើនដូចជាដំណាំស្វាយម្រេចបាទការដូងតង្កែនេះជាដើមបាទសូមអញ្ជើញទស្សនាទាំងអស់គ្នាបាទហើយនេះសូមនិយាយថានេះជាបងពិនតំណាងបាទបងពិនតំណាងតាមថតគាត់ទីក៏មិនចង់ឲ្យថតហ្នឹងគាត់ល្បីខាងសម្លេងប្រចាំប្រជាកម្ពុជាប៉ុន្តែមិនដែលបានបង្ហាញមុខទេឥឡូវសូមបង្ហាញមុខគាត់បាទបងពិនតំណាងបាទកម្ពុជាសម្លេងមាសខាងស្រែកបាទប្រម៉ូទអានងយកលុយប៉ុន្តែមិនដែលបង្ហាញពាក្យទេបាទហើយខាងនេះបាទបងរតនៈដែលគាត់កំពុងធ្វើតេស្តកាមេរ៉ារ៉េតបាទគាត់ជាអ្នកបច្ចេកទេសបាទរៀនមកពីអាមេរិកបាទប៉ុន្តែឥឡូវលោកបានមកចង់បញ្ចេញស្នាដៃនៅភ្នំវល្លិដល់ពីមុនភ្នំវល្លិបាទប្រកបដោយក្របបែកឥឡូវគាត់ចង់ថតមើលទៅចេញក្របបែកអត់ថតទៅចេញឃើញតែដើមស្វាយមានអីអត់មានឥឡូវមានទៅសល់តែឡើយថតឃើញមិនទេបងថតទៅមកឃើញតែដើមស្វាយដើមតង្កែនវិញហ្នឹងណាដាក់អាហ្នឹងមកអត់មានអីណាទៀតទេព្រោះឥឡូវវាជាគេថាតំបន់ដែលប្រកបដោយសុខសន្តិភាពហើយមិនមែនអសន្តិភាពដូចពីមុនទេបាទនេះកាមេរ៉ារ៉េតតែបន្ទិញមកគង់ធ្វើតេស្តហើយបាទមកហើយគោយន្តĐặt ra không? Đặt ra ấy không? Được tía hả? À. Vặt là ó đấy nè. Thì mà cũng mọt trâu nó lên mà nó trên. Alo. Alo. Ba, tolo. Để thọt một ngày em đại ban tranh một cái là ra nó trên một vấn đề. Và xôm chụp riệp xu mà thọt ở chùm miên chui thọt. Bón được lại nào đấy bằng này. Đây chia đồng bọn nông vó và nông vó. Tay tạ cái hai thà mua than đó đang mong rồi bỏ ở ngoài cả hòm bị môn máu. Còn bàn tay lấy cái bàn để hai
ជាតំបន់ដែលមានសុខសន្តិភាពជាក់ស្ដែងយើងមើលឃើញហើយបាទក្របមានក្របអីដែលធ្លាប់តបង្កប់ពីមុនមកឥឡូវដុះចេញជាដើមស្វាយបាទដើមស្វាយដើមតង្កែនហើយនឹងចកាអាមេរិកអស់ហើយបាទអត់មានអីត្រូវព្រួយបារម្ភទេអូន97 3ទីណាមាន4ដង91កាយវត្តទីនោះគឺមានសុខសន្តិភាពហើយទីនេះអាចយើងមកជាកំសាន្តជាលក្ខណៈគ្រួសារឬក៏លក្ខណៈផ្ទាល់ខ្លួនអីយ៉ាងម៉េចដែរបាទល្អតាសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិស្រឡាញ់ខ្យល់អាកាសបរិសុទ្ធហើយនឹងចង់មើលនៅតំបន់ព្រៃភ្នំអីអាចជិះមកបានបើមានផ្ទះស្នាក់មានអីហៅហែគេអាចយើងជួស្នាក់នៅនឹងបានតែបើសិនតែយើងមិនចង់ស្នាក់នៅផ្ទះស្នាក់ទេអាចបោះតង់ទៅតាមជំរំភ្នំអីយ៉ាងបានដែរបាទពីខ្នល់ជាតិធំមកទីនេះបាទចំនួនប្រហែលគីឡូដែរបាទហើយជាគិតមើលទៅវាជាពី3គីឡូចូលដល់បាទការងាយស្រួលបាទហើយបើសិនជាយើងតាមមើលទៅបើសិនជាយើងមកកំសាន្តនៅទីនេះមុននឹងយើងទៅដល់កែបមុនយើងទៅដល់កពតក៏វាជាការលំហែអារម្មណ៍មួយដ៏ល្អដែរមែនទេបាទមានន័យថានេះយើងមកពីភ្នំកំពង់ត្រាចដែលជារមណីយដ្ឋានភ្នំបាទមានថ្មដុសល្អាងដ៏ស្អាតហ្នឹងគឺប្រហែលជា8គីឡូទេគឺដល់ហ្នឹងហើយបាទតែមុនមកដាក់អីញ៉ាំមកផងព្រោះអត់មានកន្លែងលក់អីទេបាទអត់តែមើលបងក៏គិតមើលទេសភាពបងបងឲ្យឆ្លាញ់ខ្ញុំខ្លាំងថតតែខ្ញុំចឹងបងបាទនឹងគាត់កំពុងតេស្តកាមេរ៉ាបាទបងកេះកាមេរ៉ាហើយបងទៅតោងនេះគេរៀនមកពីអាមេរិកគេថតគេសិតតែហែកជើងសិនណាខុសពីនៅខ្មែរvậy thế bố chất là cái thót thì có cái hai chân thêm không này nhưng là về bọn anh mi xong sai tu ấy từ tu sợi tu ấy mấy đấy bằng một lần thót hai chân đấy mấy mà thì mình lên thì xong tầm mờ mưa nữa mà từ tam núi từ tam ca châu chất ở bom luôn bà chúng ta quạt mót hai đầy chân thôi là nó hai chân hai đáy miền này là trong dây ta ra class quạt mà group về lý nhưng trong hai mót hai đáy quạt ai quạt vô bây giờ vậy đó sao là bạ không cứ ra miền này ta mình nước lơ mình nước cay một buộc lơ kê hay group về lý chừng kê hay bà lấy nó nẹt đắc nom nẹt thọt màu đo hỏi mình đang ra nơi ná nó đang cay mày tiếp bên đây mình nước cua chứ mình nước mấy chứ bà màu dứt chiên nẹp chạy cái tay phong lắm nhưng mấy cái hai đá nó rá to lơ mê chẳng là ba to cua chân kia là ô ngày chạy nữa nên men là rá đấy phải